បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមូនរ៉េតពីទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាគឺនេះគឺជារាត្រីថ្ងៃទី22ទៅហើយបងប្អូនខែឧសភាឆ្នាំ2026នៅរាត្រីនេះខ្ញុំមានបង្អែមលាងមាត់មកផ្ទះធំយកតែមែនតែនតែម្ដងហើយមិនដឹងតើអាចនឹងអានព័ត៌មាននេះចប់ឬយ៉ាងណាទេលោភទៅរហូតព្រោះម្សិលមិញពាក់ព័ត៌មានដល់ទៅ3ព្រោះអានចំណងជើងព័ត៌មាន3អត់មានពេលដើម្បីផ្សាយជូនបងប្អូនហើយថ្ងៃនេះដាក់មកទៀតមិនដឹងថាសងរួចគ្នាអត់ឬយ៉ាងណាតែខ្ញុំនឹងព្យាយាមអឺអានឲ្យចប់ឬក៏សង្ខេបព្រោះបើសិនជាចាំដល់ទៅស្អែកខាងស្អែកទៀតព័ត៌មានទាំងអស់នេះនឹងប្អូនហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងអានចំណងជើងទាំងអស់នេះដែលមានមេតិការដូចតទៅនេះទី1គឺតើប្រជាពលរដ្ឋខ្មែរប្រមាណអ្នកដឹងថាអង្គការ Gen Z មានក្រុមហ៊ុនដែលចុះបញ្ជីនៅប្រទេសកម្ពុជាជិត150ក្រុមហ៊ុនចលនាមេដាធម្មជាតិឆ្ងល់រឿងមាសរាប់ពាន់លានដុល្លារហូរចូលកម្ពុជាហេតុអ្វីពុំមានអ្នកណាហ៊ានបកស្រាយអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិអាចារ្យហ្វីថាគាត់ធ្លាប់ត្រូវគេតាមសម្លាប់ច្រើនលើកតែពេលនេះមានសវត្ថភាពធម្មតាតនដិតជាក្មេងទំនើងជិត800នាក់ត្រូវបានរៀបចំផ្ទេរទៅខេត្តជាប់ព្រំដែនកម្ពុជាថៃថាដើម្បីបុព្វហេតុបម្រើជាតិពលរដ្ឋរអ៊ូរឿនឡានតាក់ស៊ីអាគុយពលរដ្ឋរអ៊ូរឿងឡានតាក់ស៊ីអគ្គិសនីចិនដែលដណ្ដើមឆ្នាំងបាយពួកគាត់បង្អែមលៀងមាត់មុងណារ៉េតត្រូវមាត់ប្រជាពលរដ្ឋខ្មែរដែលចុចតាមដានឬក៏ Subscribe រហូតដល់ទៅ100,000នាក់ឬក៏ 100K ទៅហើយនៅពេលនេះក្រសួងការពារជាតិកម្ពុជាបដិសេធថាទាហានខ្មែរផ្ទុះអាវុធ5គ្រាប់នៅតំបន់ភ្នំប្រាក់សំទោសភ្នំបាក់សមាជិកបពប្រឆាំងម្នាក់ទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន3ឆ្នាំដោយសារតែបង្ហោះសារប៉ះពាល់ដល់អង្គព្រះមហាក្សត្រតើនាយរដ្ឋមន្ត្រីថៃទៅបារាំងដើម្បីរឿងព្រំដែនឬក៏យ៉ាងណាតំណាងកម្ពុជាប្រាប់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិអំពីការឈ្លានពានរបស់ថៃតែមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិតើការបន្តបិទព្រំដែនខ្មែរថៃប៉ះពាល់អ្វីដល់ការចរចាដីខ្មែរវិញឬក៏ទាមទារដីខ្មែរវិញពីថៃជាង2ឆ្នាំអាមេរិកនៅតែមិនទាន់ចាត់ឯកអគ្គរដ្ឋទូតថ្មីទៅកម្ពុជាតើហេតុអ្វីនិងតម្លៃប្រេងឆៅប្រែប្រួលតាមខ្យល់នយោបាយអាមេរិកនិងអ៊ីរ៉ង់ហើយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកថាមានសញ្ញាណល្អនៃការចរចាសន្តិភាពករណីអ៊ីរ៉ង់និងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបងប្អូនឃើញទៅគ្រាន់តែអានតែចំណងជើងព័ត៌មាននេះក៏សឹងថាហត់ដែរហើយឥឡូវព័ត៌មានទី1ទៅមុននឹងនិយាយដល់រឿងអង្គការ Gen Z នេះគឺជាបឋមខ្ញុំមុងណារ៉េតជាម្ចាស់ Channel YouTube បែមលៀងមាត់មុងណារ៉េតដែលផ្សព្វផ្សាយព័ត៌មានជាង1ឆ្នាំមកនេះសូមលើកម្រាមដៃ10គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីដែលបានគាំទ្រការផ្សាយរបស់ខ្ញុំពីដើមរៀងមកការគាំទ្រគ្រាន់តែមើលព័ត៌មានតាមបណ្ដាញ YouTube ឬ Facebook នេះគឺជារឿងមួយដែលជួយលើកទឹកចិត្តខ្ញុំមែនតើប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺមានបងប្អូនយើងរហូតដល់ 100K ហើយនៅពេលនេះគិតមកត្រឹមពេលនេះគឺមាន subscribers YouTube Channel របស់ខ្ញុំគឺ100,000នាក់បាទន័យថាច្រើនមែនតើ100,000នាក់បងប្អូនមិនមែន10000ហើយក៏មិនមែន1000ឬក៏អី10,000អីដែរគឺបានន័យថាអឺមិនមែនតែ100000ទេមួយសែននាក់ហ្នឹងគឺ100K បាទច្រើនមែនតើដែលនេះគឺជារឿងមិននឹកស្មានដល់ព្រោះខ្ញុំបើកផ្សាយព័ត៌មាននេះចាប់ពីខែតុលាឆ្នាំ2024ទាល់តែខែតុលាឆ្នាំ2026បានគ្រប់2ឆ្នាំដូច្នេះមើលទៅគឺប្រហែលជាមួយឆ្នាំជាងតែប៉ុណ្ណឹងហើយបានមនុស្សដែលចូលមក Subscribe រហូតដល់ទៅជាង100,000នាក់ខ្ញុំរំភើបមែនតើគ្មានអីនឹងថ្លាថ្លែងរៀបរាប់ឲ្យអស់អំពីការដឹងគុណចំពោះបងប្អូនទាំងអស់គ្រប់គ្នាហ្នឹងអ្នកដែលតាមដានដែលខ្ញុំថាអ្នកដែលចុច Subscribe ឬក៏មិនចុច Subscribe ខ្ញុំពេញចិត្តនិងសប្បាយអរគុណដូចគ្នាហើយគាត់ថាបងប្អូនដែលចុច Subscribe គឺពេលដែលខ្ញុំផ្សាយព័ត៌មានភ្លាមទៅបងប្អូនបានទទួលព័ត៌មានហ្នឹងផ្ទាន់បន្ទាន់ជាងការដែលត្រូវទៅចូលបើកមើលអីចឹងទៅតែយ៉ាងណាខ្ញុំដកស្រង់មតិបងប្អូនបន្តិចចុះដើម្បីកុំឲ្យថាតើបង្អែមលៀងមាត់មុងណារ៉េតបានដល់ទៅអ្នកដែលចូលមក Subscribe គឺចុចតាមដានឬ follow រហូតដល់ទៅជាង100,000នាក់នេះតើពួកគាត់មានមតិអីគេខ្លះដែរទេហើយតើគាត់និយាយអីហើយហេតុអីបានជា
ការដែលធ្វើព័ត៌មាននេះជោគជ័យដល់ប៉ុណ្ណេះតើខ្ញុំធ្វើអីដើម្បីឲ្យបង្អែមលាងមាត់របស់ខ្ញុំនេះត្រូវមាត់របស់បងប្អូនយ៉ាងនេះពាក្យថាត្រូវមាត់មានពីរបងប្អូនគឺត្រូវមាត់ទាំងសរសើរត្រូវមាត់ទាំងស្ដីឲ្យព្រោះខ្មែរយើងបើថាអឺបង្អែមនេះឬក៏ម្ហូបនេះត្រូវមាត់មែនតើបានន័យថាឆ្ងាញ់ពិសាណាដល់ពេលយើងនិយាយថាចាំមើលបន្តិចទៀតមកផ្ទះត្រូវមាត់ម៉ែអាហ្នឹងមិនបានន័យថាឆ្ងាញ់ពិសាទេគឺស្ដីឲ្យដែរអញ្ចឹងខ្ញុំក៏អត់មានទោសមនិញអីដែរព្រោះបងប្អូនដែលចូលរួមគ្រប់គ្រងកម្មវិធីឬក៏ការផ្សាយរបស់ខ្ញុំនេះមិនមែនបានន័យថាសុទ្ធតែជាបងប្អូនដែលមកគ្រប់គ្រងទាំងអស់ទេបងប្អូនមកពិសាបង្អែមលៀងមាត់អ្នកខ្លះក៏មកតាមព័ត៌មានក្នុងន័យគ្រប់គ្រងអ្នកខ្លះក៏មកគ្រាន់តែយកព័ត៌មានទៅដើម្បីយកមករិះគន់ឬក៏ជេរខ្ញុំតាមបណ្ដាញសង្គម Facebook ផ្អើលហ្នឹងក៏ពួកគាត់បានមើលព័ត៌មានតាមបណ្ដាញហ្នឹងដែរបើគាត់មិនមើលព័ត៌មានដែលខ្ញុំផ្សាយហ្នឹងចូលមកមើលតើធ្វើម៉េចដើម្បីនឹងគាត់អាចដឹងថាខ្ញុំនិយាយអីដូច្នេះត្រូវមាត់ទាំងឆ្ងាញ់ពិសាត្រូវមាត់ទាំងស្ដីឲ្យតែអត់អីទេខ្ញុំអ្វីដែលខ្ញុំធ្វើនេះគឺជាការធ្វើដើម្បីធម្មទានដូច្នេះបងប្អូនពេញចិត្តមិនពេញចិត្តឬក៏យ៉ាងម៉េចរិះគន់អីក្នុងន័យស្ថាបនាខ្ញុំមិនថាអីទេមួយទៀតខ្ញុំចង់ជម្រាបថាមកដល់ម៉ោងនេះគឺមានអ្នកចូលដែលគ្រប់គ្រងឬក៏ជាវយើងថាជាវចុះ Subscribe ប៉ុន្តែមិនមែនជាជាវក្នុងការបង់កម្រៃអីទេគឺតាមដានហ្នឹងដល់ទៅ180,000នាក់និយាយទៅគឺYouTube ជាទូទៅនៅពេលដែលមានចំនួន100,000អញ្ចឹងគេឲ្យស្លាកមួយយ៉ាងនោះមាន YouTube អីពណ៌ប្រាក់មួយតែដោយសារតែទើបបានម្សិលមិញគ្រប់ចំនួនអញ្ចឹងត្រូវការបញ្ជូនមកពីមួយថ្ងៃទៀតអីបានដល់បើខ្ញុំយកមកបានបងប្អូនសំណូមពរថាដាក់តាំងនៅខាងក្រោយនឹងផងដើម្បីបង្ហាញអំពីការលើកទឹកចិត្តបងប្អូនដែលខំជួយគ្រប់គ្រងខ្ញុំសប្បាយចិត្តមែនទែនខ្ញុំពិតជានឹងយកមកដាក់ខាងក្រោយខ្ញុំដើម្បីឲ្យដឹងថានេះគឺដោយសារតែបងប្អូនទាំងអស់គ្នានឹងឯងដែលគ្រប់គ្រងខ្ញុំបើកុំអីក៏អត់មានអាស្លាកនឹងដែរតែបន្តិចទៀតនៅក្នុងនេះខ្ញុំចង់ជម្រាបថាមកដល់ម៉ោងនេះគឺ YouTube Channel ហ្នឹងមាន100,000នាក់ដែល Subscribe ហើយមានអ្នកដែលចូលទស្សនៈចំនួនដែលចូលមើលវីដេអូខ្ញុំមានដល់ទៅ31លានដងបងប្អូន31លានដងខ្មែរយើងមានតែ17លានអ្នកជាងឯងប៉ុន្តែអ្នកដែលចូលចំនួនដងខ្ញុំនិយាយថាម្នាក់អាចមើលច្រើនដងមើលច្រើនវីដេអូជាការប៉ុន្មានហើយក៏ប៉ុន្តែមាន31លានដងច្រើនណាស់នៅក្នុងរយៈពេល1ឆ្នាំនឹកស្មានមិនដល់ថាបងប្អូនគ្រប់គ្រងយ៉ាងនេះខ្ញុំពិតជារំភើបណាស់ហើយអ្នកដែលមើលវីដេអូគ្រាន់តែមើលវីដេអូ7លាន200,000ម៉ោងដែលមើលវីដេអូហ្នឹងចំនួនអ្នកដែលចូលមើលវីដេអូខ្ញុំហ្នឹងគឺ7លានម៉ោងជាងបើយើងសរុបទៅហើយ YouTube ជាអ្នកកណនាឲ្យទេខ្ញុំអត់កណនាអីទេបងប្អូនហើយសរុបមកគឺមានប្រទេសច្រើនណាស់ដែលគ្រប់គ្រងខ្ញុំតែបងប្អូនដែលជាអតិថិជនឬក៏ចង់និយាយថា fans របស់ខ្ញុំច្រើនជាងគេបំផុតនៅប្រទេសកម្ពុជានោះទៅវិញទេមានដល់ទៅ75%នៅអាមេរិកមានប្រមាណជា10%តែប៉ុណ្ណឹងទេមានគ្រប់ទាំងអស់មាន30-40ប្រទេសហ៎គាត់ថាអាមេរិកច្រើនជាងគេបន្ទាប់ពីកម្ពុជាក្រោយមកមានកាណាដាមានថៃមានអូស្ត្រាលីមានកូរ៉េខាងត្បូងមានអីចឹងខ្ញុំនឹងជម្រាបព័ត៌មាននេះលម្អិតប៉ុន្តែពេលវេលាមិនមានច្រើនទេខ្ញុំដកស្រង់មតិបងប្អូនខ្លះដែលគាត់ពេញចិត្តហើយហេតុអីបានជាគាត់ពេញចិត្តរហូតដល់ដូច្នេះគាត់ទៅសេអញ្ចេះគាត់ថាអឺខ្ញុំមិនបញ្ជាក់ឈ្មោះទេបងប្អូននឹងដឹងឈ្មោះខ្លួនឯងហើយគាត់ថាការដែលមានចំនួនច្រើនបែបនេះគ្រប់ត្រគឺសបញ្ជាក់ថាពលរដ្ឋមួយភាគធំចូលចិត្តនឹងតាមដានស្ដាប់ការនិយាយរបស់បងស្ដាប់ការនិយាយមិនលើកជើងនិងមិនបញ្ចើចបញ្ចើមួយទៀតថានេះគឺជាឥទ្ធិពលសម្រាប់ការផ្សាយព័ត៌មានមិនលំអៀងបងប្អូនទៀតថាមនុស្សល្អបែបនេះមិនខ្វះទេញាតិមតិខ្លះទៀតថាអស់ចានណាបងអបអសាទរខ្មែរយើងមិនទាន់អភ័ព្វពេកនោះទេនៅមានធនធានមនុស្សមានចំណេះដឹងផ្សេងទៀតក៏ដូចជាបងអញ្ចឹងមិនក្បត់ឧត្តមគតិមិនក្បត់មនសិការលះបង់នៅក្នុងការចែករំលែកបើទោះបីជាសម្លេងតិចតួចប្រៀបបានទៅនឹងទឹកមួយដំណក់បន្តក់ទៅលើផ្ទាំងថ្មដ៏ក្រាស់ក៏ដោយចុះក៏ប៉ុន្តែបើសិនជានៅតែបន្តនោះយូរទៅយ៉ាងហោចណាស់ក៏អាចឲ្យថ្មនោះសើមជាប់ជាប្រចាំនិងយូរទៅអាចទម្លុះថ្មផ្នែកណាមួយបាន
ចូលចិត្តការសរសេរជាកំណាព្យកាព្យឃ្លោងនៃបែបនេះគឺបងប្អូនដែលសរសេរសារនេះដឹងហើយខ្ញុំអរគុណច្រើនបងប្អូនហ្វេនរបស់ខ្ញុំទៀតក៏ថាអរគុណសម្រាប់បង្អែមដ៏ឆ្ងាញ់ពិសាមួយនេះបង្អែមលោកពូហូបច្រើនរឹតតែល្អមិនឡើងជាតិស្ករតែកើនតម្រេះត្រេះរិះពិចារណាខ្ញុំសូមអរគុណច្រើនបងតែងតែនិយាយថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាអ្នកណាធ្វើល្អតែងតែទទួលបានការអាណិតស្រឡាញ់និងគាំទ្រពីប្រជារាស្ត្រដូច្នេះហើយខ្ញុំសូមអរគុណយ៉ាងច្រើនបាទមួយទៀតបងប្អូនថានេះហើយលទ្ធផលដោយមិនចាំបាច់អួតទេទុកឲ្យប្រជាពលរដ្ឋជាអ្នកអួតឬក៏លទ្ធផលវាចេញអួតជំនួសម្ចាស់ក៏បានដែរមកអាក្រក់ឬល្អមានអ្នកគាំទ្រឬមិនគាំទ្រសុំតែមើលលទ្ធផលនោះទៅបាទខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបងប្អូនហើយមានបងប្អូនខ្លះក៏ឆ្ងល់ថាអូប្រហែលជាលុយចូលឈឹបហើយខ្ញុំពិតជានឹងរីករាយបកស្រាយជម្រាបជូនបងប្អូនដែរបងប្អូនសួរថាអូមានចំណូលហើយពូហេងមានបងប្អូនខ្លះសួរថាបងបានកម្រៃពី Facebook អត់បងខ្ញុំផ្សាយនៅលើ YouTube គាត់សួរខ្ញុំបានកម្រៃពី Facebook អត់តាមពិតខ្ញុំក៏ផ្សាយលើ Facebook ដែរប៉ុន្តែមិនផ្សាយច្រើនដូចលើ YouTube ទេព្រោះគេលុបវីដេអូខ្ញុំចោលនិយាយពីរឿងកម្រៃជើងសារឬក៏ប្រាក់បានពីការផ្សាយនេះនិយាយឲ្យស្មោះត្រង់គឺខ្ញុំធ្វើវីដេអូទាំងអស់នេះគឺជាធម្មទានទេបងប្អូនអត់មែនជាការធ្វើយកអាជីវកម្មដោយ MMO អីដទៃទៀតដើម្បីជេរបតិចផ្ដាសាគ្នាដើម្បីបាន like បាន share ដើម្បីឲ្យគេចូលចិត្តចាប់អារម្មណ៍ទេខ្ញុំធ្វើគឺដើម្បីអប់រំផ្ដល់ព័ត៌មាននិងជួយការពារជនរងគ្រោះគឺរោគយុតិធធសម្រាប់ជនរងគ្រោះអីចឹងទៅដូច្នេះគោលបំណងរបស់ខ្ញុំធ្វើធម្មទាននេះមិនមែនដើម្បីរកប្រាក់តាមបណ្ដាញសង្គម YouTube ឬក៏ Facebook ទេក៏ប៉ុន្តែដោយសារតែប្រព័ន្ធផ្សព្វផ្សាយទាំងអស់នេះគឺគេផ្ដល់ជាប្រាក់កម្រៃខ្លះដែរមិនឲ្យយើងអត់សោះទេដូចជា Facebook អីមួយខែអីបាន$50អីដែរមិនអត់ទេតែយើងផ្សាយទៅគឺមានអ្នកមើលច្រើនអីអញ្ចឹងទៅគេបង់ឲ្យ$1 $2អីពេលដែលមានមើលដល់រាប់ K អញ្ចឹងណាបាទប៉ុន្តែដូចខ្ញុំនិយាយចឹងថាបើសិនជាយើងទៅពឹងលប Facebook អីដើម្បីយកមករកទៅចិញ្ចឹមជីវិតយើងដាច់ពោះស្លាប់ហើយមិនអញ្ចឹងទេហើយបើយើងធ្វើដូច្នេះគឺយើងនឹងមិនអាចផ្សាយព័ត៌មាននេះជូនបងប្អូនបានទេព្រោះប្រាក់កម្រៃវាតិចតួចពេកផ្ទុយទៅវិញ YouTube គេបង់ប្រាក់ឲ្យច្រើនសម្រាប់អ្នកដែលផ្សព្វផ្សាយប៉ុន្តែបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងថាដែលយើងធ្វើធម្មទានគឺអត់ធ្វើដើម្បីលុយកាក់គឺយើងអត់សម្រុកដើម្បីសម្រួចថាត្រូវតែបានប្រាក់ទេនិយាយឲ្យស្មោះត្រង់គឺខ្ញុំបានប្រាក់ពី YouTube នេះតាមរយៈការបរិច្ចាគពីបងប្អូនច្រើនជាងដូចថាបងប្អូនដូចថា donate បោះដែលផ្ញើប្រាក់ឧបត្ថម្ភឬក៏មាន super thank you អីអញ្ចឹងទៅបើយើងនិយាយអំពី YouTube មែនតើគឺមានការផ្សាយពាណិជ្ជកម្មបានប្រាក់បានអីខ្លះដែរប៉ុន្តែបានតិចតួចគ្រាន់តែថាខ្ញុំនិយាយឲ្យបងប្អូនងាយស្ដាប់ចេះវិញទៅដើម្បីកុំឲ្យថា30-40លានអ្នកបែបនេះមិនដឹងលុយកប់ទៅណាឥឡូវឧទាហរណ៍ខ្ញុំបើកកន្លែងមួយខ្ញុំលក់ទុរេនខ្មែរទុរេនកពតទុរេនទឹកឈូឬក៏ទុរេនកំពង់ចាមអីចោះខ្ញុំលក់ផ្ដាច់មុខហ្មងគឺថាបើកលក់ទុរេនហ្នឹងគឺបងប្អូនចូលចិត្តទទួលទានទុរេនហ្នឹងគឺដោយសារតែទុរេនកពតក៏ឆ្ងាញ់ទុរេនកំពង់ចាមក៏ឆ្ងាញ់អញ្ចឹងចុះមកជាវរហូតអីអញ្ចឹងទៅក៏ប៉ុន្តែដោយសារតែបងប្អូនដទៃទៀតឃើញខ្ញុំលក់ដាច់ទុរេនហ្នឹងដែលដាក់លក់អញ្ចឹងហើយណាមួយអត់មិនមែនថាដាក់លក់ឯដាក់ចែកជូនពិសាអ្នកណាចង់បានផ្ដល់ជាប្រាក់ឧបត្ថម្ភអីបន្តិចបន្តួចក៏ផ្ដល់មកមិនអីទេមិនមែនដើម្បីដាក់លក់និយាយដាក់លក់នឹងខុសទៀតគឺដាក់ជូនពិសាអញ្ចឹងទៅហើយដល់ពេលបងប្អូនដទៃទៀតឃើញស្រួលឃើញគេចាប់អារម្មណ៍តរៀនខ្ញុំអញ្ចឹងស្រាប់តែគាត់ទៅនាំគ្នាដាក់3 4តូបយើងក្បែរអញ្ចឹងទៅរៀបជួរគ្នាក្បែរតូបដែលខ្ញុំដាក់ហ្នឹងណាហើយទៅបើកសាខាតាមខេត្តក្រុងទៀតយកទុរេនដែលខ្ញុំធ្វើធម្មទានហ្នឹងយកទៅដាក់លក់ហើយជាផលិតផលរបស់ខ្ញុំអត់មានកែអីហ្មងទេគឺយកទៅគ្រាន់តែដាក់បិទស្លាកបិទអីថែមថយអីបន្តិចបន្តួចទៅដើម្បីយកទៅបន្តទៀតអញ្ចឹងវាធ្វើឲ្យចំនួនអ្នកដែលមកទទួលទានទុរេននៅអាតូបខ្ញុំហ្នឹងគឺគាត់ចាប់ផ្ដើមមានជំរើសគាត់ទៅទទួលទានទុរេននៅតាមតូបផ្សេងព្រោះដឹងថាអាហ្នឹងបោះមួងណារ៉េដែរចឹងអត់អីទេមិនចាំបាច់មកដល់តូបផ្ទាល់អីព្រោះគេយកទៅដល់ចដៅផ្ទះហើយហ្នឹងគេរៀបចំស្រួលបួលដល់អញ្ចឹងទៅចំនួនអ្នកដែលមកទទួលឬក៏មកយកផ្លែទុរេនពីតូបហ្នឹងគឺវាចាប់ស្បើយទៅវាទៅជាច្រើនទៅតាមតូបរាយរងប៉ុន្តែជាលទ្ធផលគឺទុរេនដែលបាននឹងចែកធ្វើជាធម្មទានហ្នឹងគឺច្រើនមែនតើបានន័យថាប្រជាពលរដ្ឋបងប្អូនយើងដែលទទួលទានតាមអនឡាញ MMO ហ្នឹងចិត្តទៅយកទៅគឺគាត់អាចនឹងបានលុយបានប្រាក់កម្រៃច្រើនមែនតើ
ខ្ញុំ31លាននេះណាបើប្រៀបធៀបទៅមិនដល់ទៅ10%នៃបងប្អូនដែលយកវីដេអូខ្ញុំទៅផ្សាយទេព្រោះអីបងប្អូនផ្សាយច្រើនចឹងទៅរាប់រយលានឯណោះតែម្ចាស់តរេនមែនតែនដែលតូបធំនេះគឺយូរទៅវាស្បើយទេប៉ុន្តែវាស្បើយមនុស្សចូលមកតូបខ្ញុំប៉ុន្តែវាកើនមនុស្សដែលបានទទួលអាស្រ័យផលពីតរេនដែលដាក់ចែកឲ្យនេះបើបងប្អូនប៉ុណ្ណឹងបងប្អូនអាចយល់បានហើយមែនទេបើសិនជាខ្ញុំរកលុយដើម្បីរកលុយតាមYouTube ឬនេះហ្នឹងខ្ញុំច្បាស់ជាទៅរករឿងអ្នកដែលយកតរេនខ្ញុំយកទៅដាក់យកកម្រៃហើយអត់មានបានបើយើងលក់ franchise ឧទាហរណ៍ថាបើខ្ញុំខ្ញុំម្ចាស់តរេនម៉ៅការផ្ដាច់មុខអញ្ចឹងខ្ញុំត្រូវអ្នកតូបហ្នឹងយកតរេនខ្ញុំទៅលក់ណែឯងត្រូវទិញ license ទិញអាជ្ញាប័ណ្ណពីខ្ញុំបានលក់បានអីឬក៏យកទៅបន្តបានប៉ុន្តែខ្ញុំអត់មានធ្វើអញ្ចឹងផងព្រោះខ្ញុំចែកបងប្អូនឲ្យរស់ខ្ញុំអត់ដដើមគ្នារស់ផងណាអញ្ចឹងបងប្អូនយកទៅអាស្រ័យផលទៅយកទៅអ្វីដែលខ្ញុំចង់បានគឺធម្មទានឥឡូវនេះគឺខ្ញុំវាខ្សោះខ្លួនឯងអត់អីទេបងប្អូនចូលមកតូបតរេនខ្ញុំកាន់តែស្បើយប៉ុន្តែតរេនខ្ញុំកាន់តែចេញទៅច្រើនមែនតើទៅតាមតូបរាយរងហ្នឹងគឺចែកផ្សាយពេញទូទាំងប្រទេសកម្ពុជាឬក៏នៅស្រុកក្រៅអីទៅអញ្ចឹងជាសរុបមកគឺផលដែលបានគឺធម្មទានសម្រាប់បងប្អូនបានស្ដាប់ព័ត៌មានខ្ញុំកាន់តែច្រើនទូលំទូលាយទូទាំងពិភពលោកហើយបើនិយាយពីប្រាក់កម្រៃខ្ញុំមិនចង់ជជែកទេព្រោះអីវាមិនមែនជារឿងធ្វើដើម្បីបានប្រាក់អញ្ចឹងទេដូច្នេះហើយវាបានខ្លះតិចតួចគ្រាន់តែជួយទិញស្លឹកចេកទិញធ្យូងទិញអីនឹងស្ករត្នោតអីនឹងបានប៉ុន្តែខ្ញុំម្ដងទៀតមកណារ៉េតអត់ធ្វើរបរនេះដើម្បីជាអាជីវកម្មទេដូច្នេះមិនចំពោះថាបានឬមិនបានទេគឺធម្មទានគឺដើម្បីឲ្យបងប្អូនបានទទួលអាស្រ័យផលគ្រប់គ្នាហើយបងប្អូនណាយកទៅទទួលបានចំណេញបានជាអាជីវកម្មទិញទៅដោះគោឲ្យកូនខ្ញុំរត់តែសប្បាយចិត្តគាត់ថាកុំយកទៅពលឹះកុំយកទៅកែរហូតដល់គេជេរខ្ញុំចោតពេកតែប៉ុណ្្នឹងបានហើយដាក់រក្សាសិទ្ធទៅដាក់ដំណរភ្ជាប់មកតូបម្ចាស់ដើមនឹងដើម្បីឲ្យគេចង់បានខ្លួនឯងផ្ទាល់មកចឹងអីចឹងទៅនឹងជាគុណធម៌សិលធម៌អញ្ចឹងសរុបសេចក្តីមកវិញបងប្អូនគឺប៉ុណ្ណឹងឯងហើយខ្ញុំនៅតែអរគុណបងប្អូនយ៉ាងជ្រាលជ្រៅដែលបានគ្រប់គ្រងហើយបងប្អូនខ្លះនិយាយថារហូតដល់ហៅខ្ញុំថាជាធនធានទេវតាប្រទានសម្រាប់ជនជាតិខ្មែរអីទៀតខ្ញុំរំភើបមែនតើគាត់ថាអរគុណនៅការលះបង់ហើយសូមឲ្យនាំគ្នាជួយការពារសុភាពបរោះនេះទោះក្នុងតម្លៃណាក៏ដោយអរគុណណាស់មូនរិទ្ធមិនសុភាពពេកទេដឹងបងប្អូនគាត់ថាមិនចេះជេរមិនចេះអីមែនប៉ុន្តែពេលខ្លះក៏ខឹងមួម៉ៅដែរពេលដែលគេជេរច្រើនពេលគាត់ថាចិត្តរបស់ខ្ញុំមួយគឺមិនរឹសដុំថ្មចោលឆ្កែតែប៉ុណ្្នឹងឯងហើយមាន Facebook មួយទៀតសួរជាសំណួរមកវិញថាមិនសួរសំណួរគាត់ថានៅក្នុងហ្នឹងក៏មានអាឡុងនៅអូហាយ៉ូក៏លួចមើលដែរខ្ញុំប្រើភាសាគាត់ទៀតណាគាត់ថាអាឡុងហ្នឹងមិនដឹងថាគាត់នឹងត្រូវជាយ៉ាងម៉េចជាមួយបុគ្គលឈ្មោះឡុងនៅអូហាយ៉ូហ្នឹងយ៉ាងម៉េចទេហើយខ្ញុំក៏បានតបទៅវិញថាមិនបាច់លួចមើលទេព្រោះអ្វីដែលខ្ញុំដាក់នេះគឺឲ្យចូលមើលដោយសេរីហើយមិនបាច់លួចមើលទេព្រោះអីអ្វីដែលជាបង្អែមលៀងមាត់នេះគឺមានសម្រាប់បងប្អូនខ្មែរគ្រប់រូបតើមិនថាគណៈបកនយោបាយណាទេគ្រាន់តែថាគណៈបកកណ្ដាលអំណាចបង្អែមខ្ញុំជាវល្លិពេជ្រតែបើគណៈបកប្រឆាំងដូចជាបង្អែមនឹងរៀងមានរសជាតិផ្អែមអីចឹងតែប៉ុណ្្នឹងទេបាទខ្ញុំប៉ុណ្ណឹងសិនម្ដងទៀតខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃ10លើកអរគុណបងប្អូនទាំងអស់គ្នាដែលគ្រប់គ្រងនេះជាការលើកទឹកចិត្តធំមែនតើឥឡូវចូលដល់ព័ត៌មានតែម្ដងកុំឲ្យខាតពេលសំណួរសួរថាតើប្រជាពលរដ្ឋខ្មែរប្រមាណអ្នកដែលដឹងថាអង្គការ Gen Z មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅខ្មែរចំនួន146ក្រុមហ៊ុនបងប្អូនគឺជិត200ក្រុមហ៊ុនជិត150ក្រុមហ៊ុនតាមពិតសំណួរនេះគឺលើកឡើងដោយកញ្ញាសុនរដ្ឋាដែលជាចលនាយុវជនយុវតីចលនាមេដាធម្មជាតិទេព្រោះអីគាត់បានស្រាវជ្រាវឯកសារច្រើនណាស់តាក់ទងរឿងអង្គការ Gen Z នោះគាត់សួរសំណួរដូចនេះតើពលរដ្ឋប្រមាណអ្នកដឹងថាអ្នកអង្គការលោកអង្គការ Gen Z មានក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជាជាង100ជិត150ក្រុមហ៊ុនហ្នឹងគាត់ថាជាទូទៅគឺគាត់ស្រាវជ្រាវឯកសារហ្នឹងគឺគាត់ចង់បានឲ្យរដ្ឋាភិបាលនឹងបញ្ជាក់ថាក្រុមហ៊ុនអីគេខ្លះអីអញ្ចឹងតើមានចំណាត់ការទៅលើក្រុមហ៊ុនទាំងអស់នឹងដែរឬទេតាមពិតយើងមិនមានអីភ្ញាក់ផ្អើលទេបើសិនជាអង្គការ Gen Z មានក្រុមហ៊ុនរាប់រយនៅកម្ពុជាព្រោះអី
ក្រុមហ៊ុន Prince Group ក្រុមហ៊ុនធនាគារក្រុមហ៊ុនអចលនទ្រព្យក្រុមហ៊ុនស្អីហ្នឹងវាជារបៀបនៅក្នុងការលាងលុយគឺគេត្រូវបង្កើតឲ្យច្រើនមានជាក្លឹបមានជាបនលបែងមានជាសន្តាគារមានជាផ្ទះសំណាក់មានជាដីឡូមានជាបូរីមានអីហ្នឹងព្រោះនេះគឺជារបៀបលាងលុយនៅស្រុកណាក៏គេធ្វើអញ្ចឹងដែរព្រោះលាងលុយគឺគេយកអាលុយបានមកពីអំពើទុច្ចរិតដើម្បីបញ្ចូលទៅក្នុងប្រភពហិរញ្ញវត្ថុស្របច្បាប់ដើម្បីទៅជាវត្ថុស្របច្បាប់ហិរញ្ញវត្ថុស្របច្បាប់គឺតាមរយៈការបង្កើតអាជីវកម្មស្របច្បាប់អត់ខុសច្បាប់ទេបង្កើតធនាគារក៏អត់ខុសច្បាប់បង្កើតជាភោជនីយដ្ឋានសន្តាគារកាស៊ីណូឬក៏ក្រុមហ៊ុនអចលនទ្រព្យឬក៏ក្រុមហ៊ុនទេសចរក្រុមហ៊ុនស្អីស្អីសពបែបយ៉ាងទាំងអស់ហ្នឹងគឺអត់ខុសច្បាប់ទេក៏ប៉ុន្តែអំពើដែលប្រព្រឹត្តយកលុយទៅលាងហ្នឹងគឺខុសច្បាប់ហេតុអីបានជាគេលាងលុយតាមរបៀបហ្នឹងឧទាហរណ៍បងប្អូនបើយើងមានលុយ5លានដុល្លារពីការលក់កញ្ឆាឬក៏ជួញដូរគ្រឿងញៀនឬក៏ឆបោកអនឡាញលុយទាំងអស់នេះអត់អាចចូលនៅក្នុងប្រភពហិរញ្ញវត្ថុស្របច្បាប់បានទេព្រោះវាអត់ដឹងខ្ទង់មកពីណាក៏ប៉ុន្តែបើបងប្អូនសាកបើកសន្តាគារមួយមើលហើយបងប្អូនដាក់ថាសន្តាគារហ្នឹងអត់ដែលមានមនុស្សចូលទេមនុស្សអត់មានចូលទេមួយថ្ងៃពី3នាក់ប៉ុន្តែអ្នកនោះដាក់ថាភ្ញៀវមានមួយថ្ងៃ500នាក់អញ្ចឹងទៅឧទាហរណ៍ព្រោះគាត់មាន1000បន្ទប់គាត់បើកចោលអញ្ចឹងសង់សន្តាគារនឹងចោលជាដូចទីក្រុងខ្មោចអញ្ចឹងអត់មានមនុស្សអត់មានអីប៉ុន្តែចំណូលគឺមួយខែអាច50លានដុល្លារមួយឆ្នាំមក50លានដុល្លារអញ្ចឹងចាស់ដោយសារចំនួនភ្ញៀវហើយសន្តាគារផ្កាយ5អីអញ្ចឹងទៀតដូច្នេះដល់ពេលគាត់រាយបំប៉ោងតួលេខនោះតើអា50លានដុល្លារមួយឆ្នាំហ្នឹងបានមកពីណាគឺបានមកពីលុយដែលលៀងមិញនេះ50លានដុល្លារលក់កញ្ឆាឬឆបោកអនឡាញនេះគឺត្រូវបញ្ចូលតាមច្រកធនាគារហ្នឹងបានន័យថាបានពីភ្ញៀវដែលមកស្នាក់នៅសន្តាគារធនាគារសន្តាគារហ្នឹងបងប្អូននិយាយរឿងខុសហ្នឹងពេលដែលខ្ញុំនិយាយសូមបងប្អូនអធិស្ឋានផងពេលខ្លះនិយាយអត់ដឹងខ្លួនថានិយាយលឿនពេកហ៎ដោយម្សិលមិញនិយាយពីរឿងនាងលក្ខណៈវ៉ាន់លក្ខណៈនៅជប៉ុននោះទៅប្រាប់ថានាងនៅកូរ៉េឯណានោះខ្ញុំសុំទោសតាមពិតចង់និយាយជប៉ុនដល់និយាយកូរ៉េអាចារ្យហ្វីទៅកូរ៉េគេទៅតាមពិតគាត់នៅជប៉ុនទេអីអញ្ចឹងទៅពេលខ្លះវាលឿនពេកបងប្អូនខ្ញុំសូមអធិស្ឋានព្រោះអត់មានអ្នកណាជួយកែខ្ញុំតាន់ទេខ្ញុំនិយាយផ្ទាល់អញ្ចឹងហើយអត់មាន AI អត់មានអីទេគឺថា Zin ហ្មងគឺថា organic គឺសរីរាង្គគឺអត់មានថ្នាំពុលថ្នាំគីមីអីចឹងវាខុសខ្លះអីខ្លះដូចបន្លែចឹងបងប្អូនមានតែកៅចោះមានស្លឹកធូស្លីខ្លះអាហ្នឹងគឺអត់ប្រើគីមីទេយកទៅសុំអធិស្ឋានវាមិនល្អផូរផង់ទេប៉ុន្តែអត់ឈឺកាពះអត់ឈឺពោះឬកើតជំងឺមហារីកអញ្ចឹងក្នុងន័យនេះគឺដល់ពេលគាត់លាងលុយគាត់បើកធនាគារហ្នឹងគឺឲ្យលុយប្រជាពលរដ្ឋខ្ចីទៅនឹងអតិថិជនហ្នឹងមិនដឹងប្រមាណណាការប្រាក់ការអីយូរទៅបំប៉ោងអាតួលេខហ្នឹងឲ្យមួយឆ្នាំធនាគារចំណេញ100លានដុល្លារឧទាហរណ៍អត់ចំណេញទេតែមួយឆ្នាំចំណេញ100លានដុល្លារអញ្ចឹងយកអាលុយពីហ្នឹងយកទៅបញ្ចូលតាមការចំណេញហ្នឹងអាលុយដែលមិញហ្នឹងបើយកទៅទុកនៅកណាក៏ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុបានចូលតាមប្រព័ន្ធធនាគារហ្នឹងយកមកលុយស្អាតថាបានមកពីអតិថិជនខ្ចីប្រាក់ឥណទានប្រាក់អីអញ្ចឹងទៅហកកាស៊ីណូបនលបែងអីអញ្ចឹងគឺថាភ្ញៀវចាញ់មួយឆ្នាំ500លានដុល្លារអញ្ចឹងទៅថាបានចំណូលពីភ្ញៀវចាញ់500លានដុល្លារណាទៅឆែកទៅផ្ទៀងផ្ទាត់តែគាត់ថា500លានដុល្លារ500លានហើយយកលុយលាងហ្នឹងយកចូល500លានដុល្លារត្រូវច្បាប់អស់ដូច្នេះគឺជាវិធីមួយដែលលាងលុយកខ្វក់ហើយអត់មានអីភ្ញាក់ផ្អើលទេបើសិនជាគាត់មានមែនគ្រាន់តែថាអ្វីដែលអត់ភ្ញាក់ផ្អើលគឺហើយក៏អត់ភ្ញាក់ផ្អើលទៀតដែររដ្ឋាភិបាលអត់មានតម្លាភាពនៅក្នុងការផ្សាយមកក្រុមហ៊ុននឹងមានប្រមាណអីអញ្ចឹងទៅហើយបានស៊ើបអង្កេតប្រមាណបិទប្រមាណបង្កក់លុយប្រមាណមកដល់ម៉ោងនេះរដ្ឋាភិបាលកម្ពុជាអត់បានបង្កក់លុយលោកចិនស៊ីសំបីតែ1ដុល្លារឡើយទេគេបង្កក់15,000លានដុល្លារនិយាយទៅជុំវិញពិភពលោកគេបង្កក់អស់ហើយលុយខ្មែរយើងអត់ទាន់មានទេអញ្ចឹងហើយរឿងនេះឲ្យបានជាចលនាមេដាធម្មជាតិចិត្តតែចង់ឲ្យរដ្ឋាភិបាលឲ្យមានតម្លាភាពវាមិនចង្រៃអីទេនៅក្នុងការផ្សាយប្រាប់ព័ត៌មានមកថាក្រុមហ៊ុនណាខ្លះបង្កក់អីខ្លះបិទអីគេខ្លះឡាក់នឹងឡាក់ប៉ុន្តែជាទូទៅចំនួនរបស់រដ្ឋាភិបាលកម្ពុជាគឺចង់នៅស្ងៀមជាជាងសដីទៅពីជ័យខ្ចីជាជាងតនេមាត់ស្ងាត់ទៅជឿថាប្រជាពលរដ្ឋឈប់និយាយទៅគេភ្លេចទៅបងប្អូនកុកនឹងជុងទេណារឿងនេះគឺជារឿងសិលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែយើងត្រូវតែថាប្រជាពលរដ្ឋអត់សួរមិនបាច់ប្រាប់មែនទេការងាររបស់រដ្ឋាភិបាលគឺត្រូវប្រាប់ព័ត៌មានដល់សាធារណជនឲ្យមានតម្លាភាពបើមិនចឹងគេចោទថាយើងអញ្ញៃពុតបុត
បាទឥឡូវខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងសិនចលនាមេដាធម្មជាតិដដែលហ្នឹងគាត់ឆ្ងល់រឿងមួយទៀតរឿងមាសរាប់ពាន់លានដុល្លារហូរចូលកម្ពុជាហេតុអ្វីអត់មាននរណាហ៊ានបកស្រាយអារឿងមាសហូរចូលប្រទេសកម្ពុជានេះបងប្អូនគឺព័ត៌មាននេះគឺចលនាមេដាធម្មជាតិគាត់បានស្រាវជ្រាវលើកមុនម្ដងហើយប៉ុន្តែឥឡូវនេះអត់ទាន់មានអ្នកណាតបសោះគាត់សួរថាមាសរាប់ពាន់លានដុល្លារហូរចូលកម្ពុជាហេតុអ្វីគ្មានអ្នកណាបកស្រាយមានមនុស្សមួយចំនួនកំពុងឈឺចិត្តឆ្អិតទ្រូងចំពោះតាទិន្នន័យដែលយើងយកមកពីអគ្គនាយកដ្ឋានកយអញ្ចឹងខាងចលនាមេដាធម្មជាតិគាត់ថាអញ្ចឹងអំពីការនាំមាសដុំចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាប៉ុន្តែហេតុអ្វីអត់ហ៊ានសួរចំណុចដែលមានប្រយោជន៍ដើម្បីឈ្មោះទៅរកដំណោះស្រាយគាត់សួរថាបើទិន្នន័យកយថៃអត់ត្រឹមត្រូវហេតុអ្វីអាជ្ញាធរកម្ពុជាមិនហ៊ានចេញទិន្នន័យផ្លូវការមកបកស្រាយហេតុអ្វីយើងត្រូវខ្លាចទិន្នន័យហ្នឹងហេតុអ្វីនាំចូលមាសប្រមាណ2.25ទៅ2.45ពាន់លានដុល្លារនៅក្នុងរយៈពេលត្រឹមតែ7ទៅ8ខែក្នុងឆ្នាំ2025ប៉ុន្តែគ្មានការផ្ទៀងផ្ទាត់ឬបកស្រាយជាសាធារណៈទៅកាន់ប្រជាពលរដ្ឋខ្មែរហើយរឿងនេះមិនមែនមានតែចលនាមេដាធម្មជាតិទេដែលលើកឡើងឯងវាមិនមែនជារឿងថ្មីថ្មោងនោះឡើយសូម្បីតែសារព័ត៌មានអន្តរជាតិនិងសារព័ត៌មានអរិយធំក៏បានចុះផ្សាយនឹងតាមដានការហូរចូលឬក៏ហូរចេញមាសនេះមិនធម្មតានោះដែរនៅក្នុងនោះមានទាំងសារព័ត៌មាន Reuters មានបានរាយការណ៍ថាបាននាំមាសចេញពីថៃមកកម្ពុជាមានតម្លៃ230050,000លានដុល្លារនៅក្នុងរយៈពេលត្រឹមតែ8ខែដំបូងនៃឆ្នាំ2025ហើយប្រៀបធៀបទៅនឹង3000លានជាងដុល្លារក្នុងមួយឆ្នាំក្នុងឆ្នាំ2024អីអញ្ចឹងទៅ Reuters ក៏បានបញ្ជាក់ទៀតថាការកើនឡើងនេះធំខ្លាំងដល់ថ្នាក់ធនាគារកណ្ដាលថៃចាប់ផ្ដើមពិភាក្សាអំពីការស៊ើបអង្កេតនិងវិធានការគ្រប់គ្រងលើការជួញដូរមាសនេះចំណែកឯសារព័ត៌មានអាមេរិកដ៏ល្បីគឺ The Bloomberg ក៏បានចុះផ្សាយអំពីរឿងនេះដែរតាមរបាយការណ៍ Bloombergការនាំចេញមាសពីថៃមកកម្ពុជាមានតម្លៃប្រមាណ2250លានដុល្លារនៅក្នុងរយៈពេល7ខែដំបូងនៃឆ្នាំ2025គឺកើនឡើង19%បើធៀបទៅនឹងឆ្នាំ2024យើងកំពុងនិយាយអំពីមាសដែលមានតម្លៃរាប់ពាន់លានដុល្លារកំពុងផ្លាស់ទីឆ្លងកាត់ព្រំដែនក្នុងរយៈពេលមិនដល់1ឆ្នាំផងក្នុងឆ្នាំ2025មានមនុស្សខ្លះនិយាយថាទិន្នន័យនេះចាស់ពីឆ្នាំ2025ហើយហេតុអីបានជាពេលនេះទើបនិយាយអញ្ចឹងពួកគាត់សួរថាតើបើមានប្រតិបត្តិការមាសរាប់ពាន់លានដុល្លារដែលមើលទៅមិនប្រក្រតីហេតុអីគេមិនស្នើឲ្យមានការស៊ើបអង្កេតការស្នើឲ្យមានតម្លាភាពនិងការស៊ើបអង្កេតមិនមែនជាបទអក្រិតទេណានៅក្នុងសង្គមប្រជាធិបតេយ្យវាគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបទេតាបាទអានេះគឺគ្រាន់តែជាសំណួរនិងការឆ្ងល់របស់សារព័ត៌មានរបស់ចលនាមេដាធម្មជាតិទុកឲ្យឆ្ងល់ទៀតចុះហើយចាំមើលតើកម្ពុជានឹងដោះសារឬក៏ការពារប៉ុណ្ណាតែជាទូទៅទម្លាប់របស់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺទាត់ចោលថាអង្គការនេះមានចេតនានយោបាយខូចចង់លៀបពណ៌អីរដ្ឋាភិបាលប៉ុន្តែខ្លួនឯងអត់ព្រមផ្សាយព័ត៌មានហ្នឹងដើម្បីជាផុសតាងឯងគេចោទថាណែឯងបានរំលោភកូនគេអញ្ចឹងទៅយើងថាអត់ទេកូនខ្ញុំស្អាតស្អំនិយាយតែប៉ុណ្្នឹងហ្មងអត់មានប្រាប់ថាទេកូនខ្ញុំនៅថ្ងៃហ្នឹងម៉ោងហ្នឹងមិននៅកន្លែងហ្នឹងទេគាត់មិនបានស្គាល់ក្រុមគ្រួសារនេះទេលាក់នឹងលាក់អីអូយដូចថានិយាយទៅប្រាប់ថាអត់អញ្ចឹងគឺថារួចខ្លួនបើទៅតុលាការយើងចាញ់ក្តីគេអឺអតីតប្រធានសិទ្ធិមនុស្សកម្ពុជាអំពាវនាវមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិខ្ញុំដកស្រង់សម្ដីរបស់អ្នកស្រីច័កសុភាពទេតាមពិតជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលឥឡូវនេះគាត់បានឈប់បាត់ទៅហើយគាត់តែងតែផ្សាយព័ត៌មានច្រើនតាក់ទងនឹងលោកកឹមសុខានិងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាលើកនេះគាត់និយាយថាធ្លាប់ជាសហការីធ្វើការជាមួយលោកកឹមសុខាកាលគាត់នៅជាអ្នកសម្ភាសចុងក្រោយមុនសម្រាប់ផ្ដល់ការងារឲ្យខ្ញុំធ្វើជាជំនួយការតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាកាមុនលោកកឹមសុខាជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមុននឹងបើកគណៈបកសិទ្ធិមនុស្សនោះបាទគាត់ដឹងថាឪពុករបស់ខ្ញុំធ្វើជានគរបាលតែគាត់មិនបានដៅមុខសញ្ញាលើខ្ញុំសំបីតែបន្តិចគាត់មានតែបារម្ភថាតើគ្រួសារខ្លាចទេដែលក្មួយមកធ្វើការខាងសិទ្ធិមនុស្សដូច្នេះថ្មីបើមិនបានធ្វើការផ្ទាល់ច្រើនជាមួយគាត់ពេលនោះតែគាត់ជាមនុស្សមានឆន្ទៈគួរឲ្យគោរពគាត់សម្ដៅទៅលើលោកកឹមសុខា
លោកស្រីចាស់សុភាពបន្តទៀតថាគាត់ពេលគាត់ឈប់ពីមជ្ឈមណ្ឌលទៅបង្កើតគណៈបកគាត់មិនដែលលូកដៃជ្រៀតជ្រែកកិច្ចការស្ថាប័នហើយគាត់គោរពការសម្រេចចិត្តសហការីដោយមិនមានការបង្ខិតបង្ខំអ្វីទាំងអស់តួយ៉ាងដូចគាត់ធ្លាប់ហៅខ្ញុំឲ្យចូលរួមការងារគណៈបកជាមួយគាត់ពេលប្រជុំប្រកាសបុគ្គលិកអំពីការលាលែងនិងទៅបង្កើតគណៈបកសិទ្ធិមនុស្សនៅឆ្នាំ2007តែខ្ញុំបដិសេធហើយគាត់ក៏ញញឹមនិងអរគុណខ្ញុំដែលនៅតែបន្តការងារជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះគ្មានភាពមងសៅគ្មានការអាក់អន់ចិត្តគឺគាត់មានតែជូនពរសហការីឲ្យនៅបន្តមកដល់ពេលនេះគាត់ត្រូវរងបាត់ចោលទាំងអយុធធម៌ដោយសារតែភាពសកម្មនិងប្រជាប្រិយភាពការនយោបាយរបស់គាត់អ្នកស្រីចောက်សុភាបន្តទៀតថាខ្ញុំមិនសង្ឃឹមថាគាត់អាចទទួលបានយុត្តិធម៌ដែលបានបាត់បង់ច្រើនឆ្នាំនោះមកទេតែសង្ឃឹមថាអ្នកនយោបាយជើងចាស់និងថ្មីទាំងឡាយអាចពិចារណាឡើងវិញផ្សះផ្សាជាតិមិនគួរបន្តយកខ្មែរជាពិសេសបុគ្គលសកម្មជាសត្រូវនោះឡើយសកម្មជនជាច្រើនបានបែកបាក់ក្រុមគ្រួសារខកខានមិនបានជួបអ្នកមានគុណចុងក្រោយទូយ៉ាងដូចជាលោកយីមលៀងហ៊ីជាដើមឬក៏ម្ដាយចាស់ជរារបស់ប្អូនកើតសរាយនិងសកម្មជនដទៃទៀតដោយលោកកម្មសុខាគាត់គួរអាចប្រើពេលវេលាមើលថែម្ដាយឲ្យបានប្រសើរជាងនេះហើយខ្ញុំជឿថាគ្មានថ្នាក់ដឹកនាំឬអ្នកនយោបាយណាឬបុគ្គលណាម្នាក់ចង់បែកពីគ្រួសារខ្លួននោះទេសូមស្ដារស្ថានភាពសិទ្ធិមនុស្សនិងសាងកុសលធម៌ដើម្បីសង្គមជាតិបាទប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នានិយាយដូចគ្នាចង់បានឲ្យខ្មែរផ្សះផ្សាកុំឲ្យលឺតែនយោបាយប្រជាពិធមាត់ជាចិត្តជាទេវទត្តមាត់ជាទេវតាសិតតែផ្សះផ្សាប៉ុន្តែយកខ្មែរគ្នាឯងជាសត្រូវងើបមួយវាយមួយអញ្ចឹងណាឥឡូវចូលដល់រឿងអាចារ្យហ្វីបាទខ្ញុំនឹងបិទបញ្ចប់រឿងអាចារ្យហ្វីថ្ងៃនេះចោះព្រោះអីមានគាត់ចេញមុខមកបកស្រាយដែរស្ងាត់ឈឹងអាចារ្យហ្វីនឹងក៏ធ្វើឲ្យស៊ីអារម្មណ៍ខ្លាំងមែនតើតាមបណ្ដាញសង្គម Facebook ខ្ញុំមិនបន្ទោសជនរងគ្រោះព្រោះខ្ញុំអត់មានសិលធម៌បន្ទោសជនរងគ្រោះទេអាចារ្យហ្វីគឺជាជនរងគ្រោះនៃអំពើតាមធ្វើទុកបុកម្នេញគ្រប់រូបភាពទាំងរូបភាពនយោបាយហើយអាចារ្យហ្វីគឺជាបុគ្គលខ្មែរមួយរូបពលករខ្មែរចំណាក់ស្រុកនៅឯប្រទេសកូរ៉េខាងត្បូងដែលសកម្មនៅក្នុងកិច្ចការសង្គមអាចារ្យហ្វីមែនតែនឈ្មោះដើមគឺឈ្មោះបុត្រវិឆ័យគាត់មិនមែនជាសកម្មជនរបស់គណៈបកប្រឆាំងឬគណៈបកណាមួយទេគាត់ក៏បានអះអាងដូច្នេះគាត់ថាគាត់គ្រប់គ្រងអ្នកប្រជាធិបតេយ្យអញ្ចឹងបានគាត់ចូលរួមរិះគន់រដ្ឋាភិបាលស្ទើរតែមិនលុះពេលទេហើយជាទូទៅគឺគាត់វាយបកទៅសកម្មជនគណៈបកកាន់អំណាចនឹងដែលអាចមានពេលខ្លះនឹងក៏ជេរបចោលគ្នាពេញ Facebook នឹងក៏មានដែរតែអ្វីដែលគាត់បេះដូងគាត់ធំមើលទៅគឺគាត់ស្រឡាញ់ជាតិកម្ពុជានេះខ្លាំងមែនតើរហូតតគេធ្វើទុកបុកម្នេញតាមសម្រាប់គាត់2 3ដងហើយបើតាមគាត់និយាយថាតាមធ្វើឃាតគាត់អត់បានសម្រេច2 3ដងហើយចាប់មនុស្សបាន6នាក់ទេប៉ុន្តែអាជ្ញាធរកូរ៉េហាមមិនឲ្យគាត់និយាយអីទេកំពុងតាមដានចាប់មេខ្លោងធំអីចឹងទៅថ្ងៃនេះគាត់មកសំណូមពរប្រាប់ប្រជាពលរដ្ឋទាំងអស់តាមបណ្ដាញសង្គម Facebook ហ្នឹងឈប់ឲ្យបន្តលៀបពណ៌គាត់តទៅទៀតគាត់ថាយកព័ត៌មានគាត់បន្តិចបន្តួចសោះទៅពលឹះគាត់ថាអ្វីដែលសំខាន់គាត់ចង់បញ្ជាក់ថាគាត់មានសុវត្ថិភាពធម្មតាវិញហើយអត់អីទេហើយអាជ្ញាធរសមត្ថកិច្ចប៉ូលីសរបស់កូរ៉េខាងត្បូងនេះកំពុងតែតាមដានស៊ើបអង្កេតយកជនដៃដល់ដែលធ្វើទុកបុកម្នេញវាយតប់គាត់ដែលរហូតតតែឃើញគាត់ដាក់រូបថតមកស្លឹកនៅលើគ្រែសង្គ្រោះបន្ទាន់អីហ្នឹងគេកំពុងចាត់ការគាត់មិនអាចនិយាយរឿងអីនេះបានទេក៏ចឹងគាត់សំណូមពរឲ្យប្រជាពលរដ្ឋហ្នឹងឈប់បកស្រាយខុសរឿងតាក់ទងរឿងគាត់ហ្នឹងបងប្អូនតាមពិតអាចារ្យហ្វីពេលខ្លះក៏គាត់បង្កើតឲ្យមានព័ត៌មានវល់ពេញបណ្ដាញសង្គមដែរខ្ញុំគិតថាគាត់ជាជនរងគ្រោះខ្ញុំពិតជានៅខាងគាត់អញ្ចឹងមែនហើយប៉ុន្តែនៅពេលដែលយើងផ្សាយព័ត៌មានអីក៏ដោយរូបថតមកស្លឹកដាក់លើគ្រែសង្គ្រោះបន្ទាន់ហើយទៅអត់មានរៀបរាប់អីពីដើមដំណើរដើមតងនៃដើមហេតុអីបានជាយើងត្រូវគេសង្គ្រោះបន្ទាន់តើអ្នកណាវាយតប់តើអ្នកណាធ្វើបាបចង់ធ្វើឃាតចង់សម្លាប់ឬក៏រឿងនយោបាយឬក៏ផ្ទាល់ខ្លួនឬក៏រឿងមិនទាន់ដឹងរឿងអីទេរឿងនេះវាអញ្ចេះក៏អត់បកស្រាយអីទាំងអស់គាត់ដាក់តែរូបថតពីស្លឹកមកឲ្យមនុស្សនាំគ្នាបកស្រាយជាការពិតគាត់ជាសកម្មជនម្នាក់ដែលរិះគន់រដ្ឋាភិបាលអត់សំចៃមាត់តែចេញមករឿងគេធ្វើបាបគេវាយដំមានណាមានគណៈបកប្រជាជនកម្ពុជាហ្នឹងព្រោះអីដូចលោកហេងសួរអីធ្លាប់ចង់ធ្វើទុកបុកម្នេញតែក្រុមប្រឆាំងដើម្បីទោះក្នុងតម្លៃណាយកមកដូចលោកហ៊ុនសែនអីឲ្យតែក្រុមប្រឆាំងយកមកតែសាកសពក៏បានឲ្យតែចាប់បានឬក៏ធ្វើទុកបុកម្នេញបានដូច្នេះអាវិមតិសង្ស័យហ្នឹងគឺគេចាប់ផ្ដើមដៅទៅលើគណៈបកកាន់អំណាច 100% ហើយនៅពេលដែលយើងអត់បកស្រាយខ្លួនឯងហើយគណៈបកប្រឆាំងក៏ចាប់ផ្ដើមកេងចំណេញដែរព្រោះដោយសារតែមានតែគណៈបកកាន់អំណាចនឹងឯងដែលចង់សម្លាប់
សកម្មជនដែលហ៊ានតមាត់តវ៉ាអីតាក់ទងនឹងរឿងរដ្ឋាភិបាលដូច្នេះខ្ញុំសំណូមពរដែរអាចារ្យហ្វីខ្ញុំជូនពរឲ្យមានសុវត្ថិភាពហើយរួចផុតពីសត្រូវមាចង្រៃដែលតាមព្យាបាទអាចារ្យហ្វីក៏ប៉ុន្តែពេលខ្លះព័ត៌មានបើមិនផ្សាយសោះក៏ល្អដែរប៉ុន្តែបើជ្រុលជាផ្សាយហើយសូមឲ្យបញ្យលបងប្អូនឲ្យមានជាដើមជាវគ្គជា clear ជាប្រយោគជាអីត្រឹមត្រូវជួនកាលដាក់ប្រស្នាមកថាពេលធ្វើនយោបាយដើរផ្លូវហ្នឹងអញ្ចឹងនៅពេលដែលចូលរឿងនេះបានដឹងហើយគ្មានអ្នកណាមើលការខុសត្រូវគ្មានអីធ្វើឲ្យខាងក្រមគណៈបកប្រជាជនវាយប្រហារក្រមប្រឆាំងភ្លាមថាឃើញឯក្រមគ្នាគាត់ក្រមប្រឆាំងហ្នឹងមានរឿងអីរត់ចោលគ្នាអញ្ចឹងគឺអត់ជួយហើយដល់អញ្ចឹងយើងធ្វើឲ្យមានមន្ទិលគ្រប់ពេកឲ្យវល់ហើយទៅអាចារ្យហ្វីខ្លួនឯងមកថាបងប្អូនមកវល់ពេញបណ្ដាញសង្គមដើមហេតុនៃការធ្វើឲ្យវល់ហ្នឹងគឺអាចារ្យហ្វីទេយើងត្រូវបញ្យលទៅហើយគេខ្វល់ហ្នឹងជួនកាលគេខ្វល់រឿងសុវត្ថិភាពអាចារ្យហ្វីហ្នឹងតាគេខ្វល់ខ្លាចគេធ្វើឃាតមិនមែនគេសម្លាប់មិនមែនអ្នកណាជាសត្រូវស៊ីសាច់ហត់ឈាមចង់ឃើញអាឃាតករហ្នឹងអីចឹងទៅហើយម្នាក់សម្រួចទៅថាខាងគណៈបកប្រជាជនកម្ពុជាហើយដល់ពេលអត់មាននិយាយអីសោះអញ្ចឹងវាធ្វើឲ្យច្បល់ដូច្នេះខ្ញុំសនំពរថាតាមពិតអាចារ្យហ្វីមានភាពឆ្លាតវៃនៅក្នុងការផ្សព្វផ្សាយព័ត៌មានកន្លងមកហ្នឹងគឺប្រជាពលរដ្ឋតាមដានគាត់ក៏ច្រើនឲ្យតម្លៃគាត់ក៏ច្រើនគ្រាន់តែថាលើកទឹកចិត្តថាបើដាក់រូបថតមកស្លឹកនៅលើក្រែស្នែងអញ្ចឹងពន្យល់គេផងរឿងហ្នឹងរូបហ្នឹងពីអង្កលហេតុអីហើយគេឃុំខ្លួននឹង72ថ្ងៃហ្នឹងដោយមូលហេតុអីហើយចង់បានឲ្យប្រជាពលរដ្ឋហ្នឹងជួយអីយើងដាក់ចោលចឹងទៅប្រជាពលរដ្ឋនៅវ៉ែពេញទឹកពេញដីនឹងអានេះគឺជាការបំពុលទៅវិញទេបងប្អូនតាមពិតគាត់ចង់ប្រាប់ថាគាត់មានទុកប៉ុន្តែគេចង់ជួយអត់បានមិនដឹងជួយកន្លែងណាដល់ពេលគណៈបកប្រឆាំងជួយគាត់រករឿងគណៈបកប្រឆាំងហ្នឹងថាលៀបពណ៌អ្នកប្រជាបតៃធ្វើដូចគ្នាអត់ប្រឹងជួយគ្នាទៅធ្វើបាបគាត់វិញអត់ដឹងអ្នកណាធ្វើបាបអ្នកណាទេដើមហេតុចេញពីអាចារ្យហ្វីខ្លួនឯងទេខ្ញុំនិយាយនេះម្ដងទៀតអត់បន្ទោសជនរងគ្រោះទេខ្ញុំនៅតែជូនពរឲ្យអាចារ្យហ្វីរួចផុតពីសត្រូវមាចង្រៃទាំងអស់ហ្នឹងក៏ប៉ុន្តែសូមឲ្យអាចារ្យហ្វីបង្កើនការទទួលខុសត្រូវនៅក្នុងការផ្សាយព័ត៌មានព្រោះយើងមាន fan ច្រើនណាស់យើងមិនមែនចេះតែម៉ាយុទ្ធសងបានទេយើងដាក់មកបញ្យលប្រាប់បងប្អូនអាញាធរគេអត់ឲ្យនិយាយអីគេខ្លះតែរឿងអីគេខ្លះដែលយើងអាចនិយាយបានហើយបញ្យលទៅជាជាងឲ្យប្រជាពលរដ្ឋនៅវល់អញ្ចឹងទៅយើងអត់ទៅមុខទេហើយដល់ពេលអត់ទៅមុខអញ្ចឹងគឺយើងជាផ្នែកនៃការបំពុលព័ត៌មានដែរទៅវិញនៅពេលដែលយើងជាជនរងគ្រោះសោះខ្ញុំអាសូរអាចារ្យហ្វីមែនតែនហើយនេះជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាយើងសរសេរអីក៏ដោយគឺយើងត្រូវដាក់ឲ្យមានថាហេតុអ្វីនៅកន្លែងណាម៉ោងប្រមាណបញ្ជាក់សាច់រឿងបន្តិចមកហើយសំណូមពរអីគឺនិយាយទៅគឺឲ្យមានសំណួរនៅក្នុងខួរក្បាលដើម្បីដាក់គេអស់ចិត្តណាជាជាងការដាក់មកឆ្កុយរូបមកស្លឹកដូចប្រស្មាអញ្ចឹងទៅហើយតើគេបកស្រាយវាធម្មតាការបកស្រាយដែលយើងម្ចាស់ខ្លួនអត់ទាំងនិយាយអីហើយខ្ញុំបានទៅអាចារ្យហ្វីក៏អត់បកស្រាយអីចំពោះខ្ញុំទៀតខ្ញុំមិនទៅជាប្រកាន់អីគាត់ទេគាត់ថាមេធាវីគាត់ឬក៏ថាប៉ូលីសអីគេមិនទាន់ឲ្យនិយាយបានខ្ញុំគោរពសិទ្ធិហ្នឹងខ្ញុំគ្រាន់តែថាព័ត៌មានបែបហ្នឹងគឺធ្វើឲ្យពុលតែលហើយឥឡូវចប់ហើយសម័យខ្លួនគេឡើងមកបកស្រាយឥឡូវអត់ដឹងរឿងអីដែរហ្នឹងបកស្រាយសួរថាតើអ្នកវាយអាចារ្យហ្វីហ្នឹងវាយរឿងអីប្រហែលអ្នកក្រោយហ្នឹងគាត់ថារឿងអ្នកណាចោទថាមានចាប់ឃាតករបាន16អ្នកណាបានព័ត៌មានមកពីណាអាហ្នឹងព័ត៌មានពុលដោយសារតែយើងអត់ប្រាប់គេហើយដល់ឥឡូវគាត់ថាអត់មាន6 10អ្នកហ្នឹងណាទេធ្លាប់មានមែន6អ្នកតាមប៉ុនប៉ងធ្វើឃាតគាត់អាក្រោយហ្នឹងអត់ប្រាប់ប្រហែលអ្នកជនជាតិអីសះអីចាប់បានប្រហែលអ្នករឿងហ្នឹងរឿងអីឥឡូវអត់ដឹងអត់ដឹងដែរឥឡូវសួរមើលតើអាចារ្យហ្វីប្រាប់បងប្អូនទាំងអស់ហ្នឹងតើរឿងគាត់មានគ្រោះថ្នាក់ហ្នឹងរឿងគ្រោះថ្នាក់ដោយសារអីអត់ជាអ្នកព័ត៌មានម្នាក់ខ្ញុំអត់ដឹងថាអាចារ្យហ្វីនិយាយពីអីផងគាត់ថាសនំពរបងប្អូនកុំឲ្យថាគាត់ស្លាប់ថាអីទៀតទៅការគេថាគាត់ស្លាប់ហ្នឹងគេភ័យគេធ្វើឃាតតាដល់ពេលឥឡូវហ្នឹងគាត់ថាអាហ្នឹងគឺអត់ជួយគាត់ទេទៅធ្វើបាបគាត់វិញហើយចាបើអត់ធ្វើបាបហេតុអីគាត់មិនព្រមបញ្យល់ព័ត៌មានហ្នឹងឲ្យច្បាស់ទៅបងប្អូនណាហើយចុះហើយខ្ញុំមែនតើទៅជារឿងបុគ្គលរបស់អាចារ្យហ្វីតែខ្ញុំបារម្ភពីសុវត្ថិភាពរបស់គាត់បារម្ភពីការធ្វើទុកបងម្នេញផ្នែកនយោបាយទេអញ្ចឹងបើព័ត៌មាននេះឲ្យមានភាពសពេចសពិលគឺបងប្អូនគេខ្វល់ពីយើងទេតាមពិតទៅគេឈឺឆ្អាលដោយសារយើងជាអ្នកឈឺឆ្អាលសង្គមឥឡូវដល់បងប្អូនប្រជាពលរដ្ឋឈឺឆ្អាលវិញអញ្ចឹងសូមសំណូមពរឲ្យអាចារ្យហ្វីលើកក្រោយដាក់ព័ត៌មានឲ្យគ្រប់សពហើយបើអត់គ្រប់សពទេកុំផ្សាយល្អជាង
ដើម្បីពលព្រោះអីយើងមិនមែនជាបងប្អូនអ្នកលួសលាហាលម្នាក់អីណាអាចារ្យ Free មាន fan ច្រើនណាស់ណាចាការទទួលខុសត្រូវខ្ពស់មែនតើប្រជាពលរដ្ឋគេគោរពស្រឡាញ់គេឲ្យតម្លៃយើងអញ្ចឹងគេខ្វល់បារម្ភពីយើងអញ្ចឹងកុំឲ្យយើងហ្នឹងធ្វើឲ្យខ្លាចជាកម្មវត្ថុនៃការបំពុលព័ត៌មានទៅវិញណាខ្ញុំដឹងថារឿងហ្នឹងគឺអាចារ្យ Free ជាជនរងគ្រោះប៉ុន្តែរបៀបនៅក្នុងការផ្សាយព័ត៌មានធ្វើឲ្យមានការឆ្លោះឆ្លួយអីអញ្ចឹងទៅបងប្អូនហាក់បីដូចជាវល់ឥឡូវម្ចាស់មកបញ្យលប៉ុណ្ណឹងក៏នៅតែមិនទាន់បាត់វល់ដែរបាទឥឡូវព័ត៌មានសន្ទុះបងប្អូនខ្ញុំមានរឿងមួយទៀតដែលនិយាយពីបឌិតជាក្មេងទំនើងជិត800នាក់ត្រូវបានរៀបចំផ្ទេរទៅខេត្តព្រំដែនកម្ពុជាថៃដើម្បីបបហេតុបម្រើជាតិអើយស្ដាប់មកដូចជាយ៉ាងម៉េចទេបងប្អូនបញ្ជូនតាន់ដិតជាក្មេងទំនើងទៅពន្ធនាគារជាប់ព្រំដែនថៃដើម្បីបបហេតុជាតិចុះជាតិយើងហ្នឹងក៏ខ្វះមនុស្សម៉េះតែចោតយកក្មេងទំនើងទៅបានជួយជាតិបាននេះចោះយើងអ្នកដែលជេរបតិចប្រាសាតាមបណ្ដាញសង្គមមកកណោសបកាយបកាយចុះអ្នកសាក់ពេញស្មានៅបន្ទប់ម៉ាស៊ីនត្រជាក់សបកាយពេញស្មាហ្នឹងមិនបញ្ជូនទៅសមរភូមិខ្លះមើលហេតុអីក៏ឃើញតែអ្នកដែលអត់ស្បែកជើងមានតែស្បែកជើងផ្ទាត់ឬអត់អាវក្រោះឬក៏អត់ធ្មេញសោះហ្នឹងនាំគ្នាទៅដេកហាលសន្សាមអោបកភ្លើងនៅតទល់ដែនតែរហូតហ្នឹងហើយចុះអ្នកស៊ីប្រាក់ខែរៀសនេះមិនបានទៅខ្វល់រឿងតាន់ដិតដែលជាក្មេងទំនើងនឹងត្រូវទៅជួយបម្រើជាតិនោះវិញតែយ៉ាងណាបងប្អូនព័ត៌មាននេះគឺដោយសារតែមានការចុះផ្សាយនៅក្នុងព័ត៌មាននៅក្នុងស្រុកគឺនិយាយថាក្មេងទំនើងប្រមាណជា800នាក់បាទគឺ790នាក់កាលពីថ្ងៃទី21ខែឧសភាម្សិលមិញនេះគឺត្រូវបានគេគ្រោងរៀបចំបញ្ជូនទៅឃុំខ្លួននៅតាមពន្ធនាគារតាមជាយដែនចិត្តជាយដែននោះវិញសំណុកយកមកប្រើអានេះបើតាមអ្វីដែលលោកខៀងសុណាឌិនដែលជាប្រធាននាយកដ្ឋានអប់រំកែប្រែនិងស្ដារនីតិសម្បទានិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា City Times គាត់និយាយថាខ្ញុំគាត់និយាយថាគេយកទៅនឹងដើម្បីបបហេតុការពារជាតិនិងយកបំរើជាតិនិងដើម្បីបបហេតុបដិបដាលផងតាមពិតរឿងនេះមិនប្លែកដែរព្រោះអីបងប្អូនចាំឯដើមខែឧសភានេះលោកហ៊ុនម៉ាណែតនិយាយចេះគាត់ថាគាត់នឹងយកក្មេងទំនើងទាំងអស់នេះយកទៅបដិបដាលដើម្បីឲ្យមានប្រយោជន៍កុំឲ្យអត់ប្រយោជន៍គាត់និយាយចឹងគាត់ថាខ្ញុំមិនយកក្មេងទំនើងទៅកាន់កភ្លើងធ្វើសម្ដាប់ធ្នាប់ទ័ពរបស់ជាតិនៅជួរមុខទេកាលហ្នឹងគាត់និយាយចឹងលោកហ៊ុនម៉ាណែតថាកាលហ្នឹងគាត់និយាយនៅខួបលើកទី30នៃជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននៅកំពង់ផែស្វយ័តក្រុងបរសៃអនុថ្ងៃ1ឧសភាហ្នឹងគាត់ថាក្មេងទំនើងជាប់ឃុំសពថ្ងៃមិនមែនស៊ីដេកនោះទេគឺពួកគេក៏មានសកម្មភាពពលកម្មប្រចាំថ្ងៃផងដែរដូច្នេះខ្ញុំឲ្យពិនិត្យមើលចំពោះអ្នកទាំងនេះក្រៅពីធ្វើពលកម្មតិចតួចបោសសម្អាតធ្វើរោងបន្លែគឺទៅធ្វើសកម្មភាពចាក់បេតុងលេនដ្ឋានដើម្បីដឹកយកទៅឲ្យទៅហ៊ាននៅជួរមុខចឹងបានន័យថាការបញ្ជូនទៅព្រំដែនពន្ធនាគារព្រំដែនប្រហែលជាយកទៅឲ្យគាត់ចាក់បេតុងនឹងឯងគាត់និយាយទៀតឲ្យពិនិត្យមើលច្បាប់ដែលមានស្រាប់ដើម្បីអនុវត្តចំពោះអ្នកទោសនេះបើច្បាប់បើកហើយមានសកម្មភាពទំនើងគឺយើងចាប់ទៅចាត់ចែងទៅឲ្យក្រោមការគ្រប់គ្រងរបស់ប៉ូលីសដដែលអាចថានៅតាមបណ្ដាឃុំឬក៏រុញទៅដាក់នៅម្ដុំក្បែរឃុំណាមួយដូចជាក្នុងខេត្តព្រះវិហារខេត្តជាប់ព្រំដែនឥឡូវអ្វីដែលលោកហ៊ុនម៉ាណែតចង់បានហ្នឹងឡើងគេធ្វើហើយគឺដើម្បីជួយសកម្មភាពកងទ័ពបាទតាមពិតអានេះគឺជាការធ្វើឲ្យក្មេងទំនើងហ្នឹងក៏បាក់ស្បាតស្មារតីដែរលើកក្រោយឲ្យរៀងតែគេអត់នៅភ្នំពេញតែបងប្អូនក្រុមគ្រួសារទៅជួបសួរសុខទុក្ខក៏អត់បានអញ្ចឹងយកទៅដល់ទល់ដែនពិបាកក្នុងការធ្វើដំណើរម៉ែឪទៅសួរសុខទុក្ខដោយសកម្មជនបពប្រឆាំងអញ្ចឹងតែគេបរិយាយតាមខេត្តឆ្ងាយឆ្ងាយទៅគឺវេទនាដូចអ្នកស្អីកញ្ញាសេងធីរីអញ្ចឹងយកទៅដាក់នៅណាព្រះវិហារនៅណានោះអ្នកដែលគ្នាទៅគ្រប់ត្រគ្រាន់តែអ្នកជួយមើលឆ្កែគ្រាន់ទៅប្រាប់សួរសុខទុក្ខដើម្បីប្រាប់ពីឆ្កែហ្នឹងសុកទុកយ៉ាងណាហ្នឹងក៏ត្រូវចំណាយលុយជិះតាក់ស៊ីរាប់មកមួយថ្ងៃវល់ល្ងាចគឺលំបាកចឹងហ្មងបាទឥឡូវនេះគឺតាក់ទងនឹងពលរដ្ឋរអ៊ូរឿងតាក់ស៊ីអគិសនីដណ្ដើមឆ្នាំងបាយពួកគាត់ព័ត៌មាននេះគឺទៀតហើយបងប្អូនមានបងប្អូនដែលរត់អាកង់3ឬក៏រត់អា pass up ឬក៏រត់ស្អីលបអីចឹងដល់ពេលឃើញគេយកឡានក្រុមហ៊ុនឡានអគិសនីរបស់ចិនមួយឈ្មោះអី Wow Now អ្មេគេនោះឃើញគាត់ដាក់មកថាឥឡូវមកបដាទៀតហើយតែមកទៅគឺនឹងបាត់បង់ការងារគាត់ហើយកាលមុនមានរឿងក្រុមហ៊ុនអគិសនីឡានចិនហ្នឹងយកមកម្ដងជារត់តវ៉ាតើឥឡូវដូចស្ងាត់ជើងឥឡូវមកទៀតហើយគាត់ថាបើអត់បក្រាបឬក៏អត់ដោះស្រាយបញ្ហាហ្នឹងទេឆ្នាំងបាយគាត់ផ្កាប់ទៀតហើយ
ព្រោះអីរត់បានអគ្គិសនីហ្នឹងគឺវាវាយលុកទីផ្សារអីចឹងទៅបាទចឹងអាជ្ញាធរសង្ឃឹមថាលឺរឿងនេះឲ្យដោះស្រាយជូនពួកគាត់ទៅព្រោះពងឆ្នាំងបាយនៅតិចតួចហើយនៅគេវាយទៀតតកតងនឹងក្រសួងការពារជាតិកម្ពុជាថ្ងៃនេះបដិសេធថាទាហានថៃបដិសេធថាទាហានខ្មែរផ្ទុះអាវុធ5គ្រាប់នៅតំបន់ភ្នំបាក់នៅអញ្ចឹងទៅនៅចោតប្រកាន់គ្នានៅដោះសារនៅបដិសេធនៅតទល់គ្នាអញ្ចឹងទៅថៃចោតខ្មែរថាផ្ទុះអាវុធខ្មែរចោតថៃថាផ្ទុះអាវុធថៃថាបាញ់ផាវទេខ្មែរថាអត់បានផ្ទុះអាវុធទេហើយអត់មានដំណោះស្រាយអីទេបន្តិចទៀតវាយគ្នាប្រាវទៀតហើយថ្ងៃនេះអ្នកស្រីម៉ាលីសជាតាថាសារព័ត៌មានថៃនិយាយអំពីខាងយោធាថៃនឹងចោតប្រកាន់ថាកម្ពុជាបាញ់5គ្រាប់នៅតំបន់ភ្នំបាក់ភូមិសាសស្រុកសំរោងខេត្តឧត្តរមានជ័យថាព័ត៌មានហ្នឹងអត់ពិតទេកម្ពុជាថាជាការមួលប្រកាច់អីអញ្ចឹងទៅហ្នឹងហើយនៅមួលប្រកាច់គ្នាទៅកុំប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រំតនអន្តរជាតិទៅក្បែរគ្នាទៅមើលទៅថតរូបថតឲ្យរាល់ថ្ងៃទៅហើយចាប់ផ្ដើមលឺកភ្លើងខាងនោះបាញ់ប្រអើលក្ដុងខាងនេះមិនដឹងបាញ់មិនបាញ់ហ្នឹងតិចទៀតបាញ់គ្នាស្លាប់រេលទៀតដែរព្រោះអារឿងត្រូវតុលាការអន្តរជាតិយើងអត់យើងនៅសាំអញ្ចឹងយើងនៅប្រពាក់ប្រពូនក្បែរអាលបងបលាលួសដែលទៅយកអីគេបាញ់គេទាញបលាលួសអត់បានទាញកុងតឺន័រអត់បានតែយើងនៅទៅសាំអញ្ចឹងរាល់ថ្ងៃហើយដល់ពេលអញ្ចឹងវាមិនលឺបាញ់ចុះបាញ់ឡើងបាញ់ចុះបាញ់ឡើងបន្តិចទៀតត្រូវក្បាលគ្នាហើយខ្ញុំថាមើលអត់យូរទេព្រោះអារឿងតឡាការអន្តរជាតិដែលស្រួលសោះអត់ត្រូវទៅហើយថ្ងៃនេះម្សិលមិញនេះគឺលោកកៅឈៀដែលជាតំណាងអចិន្ត្រៃយ៍របស់នៅអង្គការសហជីវជាតិតំណាងឲ្យកម្ពុជាទៅរាយការណ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិទៅប្រាប់ពីថៃឈ្លានពានកម្ពុជាក្នុងសង្គ្រាម2លើកថៃធ្វើបាបប្រជាពលរដ្ឋកម្ពុជារងទុក្ខខ្លោចផ្សាឈ្លានពានទន្ទ្រានដែនអធិបតេយ្យជនស៊ីវិលខ្លោចផ្សា640,000នាក់អីឡាក់នឹងឡាក់អោលោកកែវឈៀឲ្យតើពេលណាដែលលោកមិនប្រាប់រដ្ឋាភិបាលឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេអត់នៅខាងយើងទេលោកដឹងហើយតើទៅប្តឹងទៅទូពិតគេប្រមាណដងហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិវាយប្រាវគេកោះប្រជុំប្រាវអត់ធ្វើអីប្រាវទុកឲ្យយើងវាយគ្នាប្រាវវាអត់មានប្រយោជន៍អីសោះហើយនៅតែទូលពិតប្រាប់គេថាថៃឈ្លានពានយើងទេតើប្រមាណ100ដងទៀតដែលអស់លោកត្រូវប្រាប់ស្ថាប័នអត់ប្រយោជន៍ទាំងអស់នេះទៀតខ្ញុំពងតែឆ្ងល់អាស្ថាប័នដែលគេមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតកាត់ក្តីយើងតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំប្រទានអន្តរជាតិអត់យកភ័ស្តុតាងទៅដាក់នៅហ្នឹងហើយមកទូពិតអាស្ថាប័នអត់ប្រយោជន៍នេះខ្ញុំសុំទោសហើយខ្ញុំខឹងតិចស្ថាប័នអង្គការសហប្រជាជាតិនេះអត់ប្រយោជន៍ទេសហបានសន្តិសុខបើអញ្ចឹងធ្វើបាបលោកត្រាំទៅវាយអ៊ីរ៉ង់វាយប្រទេសអីផ្សេងទៀតបានហើយគ្មានទៅធ្វើកអីរុស្ស៊ីកើតផងហ្នឹងរុស្ស៊ីវាយអ៊ុយក្រែនឡើងខ្ទេចខ្ទីឃើញអង្គការសហជាតិធ្វើអីកើតទេបានតែចេញសារយើងមិនមែនខាត់អត់ឲ្យនិយាយប្រាប់អង្គការសហជាតិទេប្រាប់គេទៅប៉ុន្តែយើងប្រាប់រាប់រយដងហើយវាអត់ប្រយោជន៍អញ្ចឹងយើងកុំធ្វើរឿងដដែលឲ្យរំពឹងបានលទ្ធផលថ្មីហើយដល់ពេលថៃគេមកតបវិញថាគេអត់មានឈ្លានពានទេខ្មែរចេះបលើឆ្លោះគ្នាទៀតនៅក្នុងអង្គការសហជីវជាតិនឹងដដែលហើយអយន្តការតុលាការយុត្តិធម៌អន្តរជាតិព្រំតនអន្តរជាតិគ្រាន់តែដាក់ប្តឹងទៅហើយយើងមកអង្គុយផឹកទឹកអំពៅឬក៏ហូបមឹកអាំងនៅឆ្នេរអូជាទៀលសបាយច្រៀងការ៉ាអូខេទៅកាត់សាញសាកថ្មជីវិតខ្លះទៅក៏វាមិនចង្រៃអីដែរព្រោះតុលាការគេកាត់ក្តីឥឡូវអត់នៅគ្រប់តវ៉ាទៀមទាបដិសេធតវ៉ាទៀមទាបដិសេធមិនទទួលស្គាល់តវ៉ាទៀមទាបដិសេធមិនទទួលស្គាល់តិចបាញ់គ្នាប្រាវហ្នឹងហើយយើងធ្វើអញ្ចឹងហើយទៅតាំងប្រាប់ប្រជាពលរដ្ឋណាឲ្យតែនិយាយអីតិចតួចចាប់គេដាក់គុកហើយថាគេនឹងញុះញង់រដ្ឋាភិបាលគេកំពុងដោះស្រាយអញ្ចឹងបើយើងគិតថាហើយឥឡូវដោះស្រាយខ្ញុំនិយាយពីរឿងដោះស្រាយហ្នឹងខ្ញុំចាប់ពាក់អារឿងព្រំដែនខ្មែរថៃរឿងដោះស្រាយចំនួនព្រំដែនខ្មែរថៃបានដីខ្មែរពីថៃមកវិញនេះណាអត់មានជំរឹះអីក្រៅពីបើកព្រំដែនឡើងវិញទេហើយបងប្អូនមិនសប្បាយចិត្តប៉ុណ្ណានាំគ្នាបិទទៅបិទ500ឆ្នាំទៀតទៅហើយបើបិទ500ឆ្នាំទៀតទេអាព្រំដែនហ្នឹងណាគឺអាដីរបស់យើងបាត់ទៅថៃហ្នឹងគឺនឹងបាត់500ឆ្នាំហ្នឹងដែរអត់មានបានមកវិញទេហើយបងប្អូនឆ្លើយថាចោះថៃអ្នកបិទតាហេតុអីបានជាបើកមកវិញរឿងព្រំដែននេះណាថៃកំពុងលងខ្លួនដែរថៃមិនមែនអត់ខុសទេថៃខុសក៏ប៉ុន្តែបើខ្មែរនៅតែច្បាស់លាស់
ហើយពិតជាគិតថាមិនបើកព្រំដែននេះគ្មានការចរចាទេគ្មានការចរចាណាមួយនឹងកើតឡើងបានដើម្បីទាមទារដីថៃមកវិញឲ្យអា JBC ឬអីហ្នឹងបើព្រំដែនអត់បើកថៃតិចទៀតនឹងដាក់លក្ខខណ្ឌកម្ពុជាថាដើម្បីឲ្យគណៈកម្មការ JBC វាស់វែងព្រំដែនឡើងវិញនេះអាចបើកដំណើរការបានណាគឺតតែកម្ពុជាព្រមបើកព្រំដែនព្រមគ្នាជាមួយថៃហើយកម្ពុជាច្បាស់ហើយលោកហ៊ុនសែនថ្ងៃមុននោះពុំមានទៀតថាអ្នកណាអីណាមកស្អីគេបន់ស្រន់ឲ្យព្រំដែនបើកឬក៏បើកអីចាំនោះអត់ទៅមានតែចាប់ដាក់គុកទៀតតែអ្នកណាចង់ថាអំពាវនាវឲ្យព្រំដែនបើកហើយបើយើងនៅតែបិទព្រំដែនទេខ្ញុំនិយាយថារឿងចរចាព្រំដែននេះនឹងអត់ទេអញ្ចឹងអារឿងហ្នឹងក៏អត់អាព្រំដែនក៏អត់ហេតុអីក៏យើងមិនប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិព្រំទាន់អន្តរជាតិព្រោះយើងបិទច្រកអស់ហើយហ្នឹងព្រំដែនចរចាក៏បិទច្រកផ្សេងទៀតក៏បិទហើយលោកហ៊ុនម៉ាណែតមកសង្ឃឹមឱកាស 1% ដើម្បីជួបចរចាឱកាសកន្លែងណាបើយើងអត់មានបានខិតចូលគ្នាបន្តិចផងហ្នឹងនៅតែចោតប្រកាន់គ្នាមួយថ្ងៃវល់ល្ងាចខ្ញុំអត់យល់និយាយទៅគឺអស់លោកកំពុងតែធ្វើនយោបាយប្រជាពិធដ្ឋបោកប្រាស់ប្រជាប្រដ្ឋទាំងគ្រប់គ្នាអត់ព្រមរកប្រសិទ្ធភាពឲ្យប្រសើរខ្ញុំយល់ស្របថាថៃបើដើម្បីបើកព្រំដែនតោះតែយើងកំណត់លក្ខខណ្ឌឲ្យសងយើងទាំងអស់ខៃខូចខាតថៃអ្នកបិទមុនសងការស្លាប់ប្រជាពលរដ្ឋទាហានខ្មែរខូចខាតហេដ្ឋារចនាសម្ព័ន្ធនឹងបានហើយយើងទៅឲ្យគេសងមិនបើយើងអត់ប្តឹងគេប៉ុណ្ណឹងថៃអាណាសុកមកសងយើងអូចឹងយើងទៅដើរចោតគេថាណែឯងវាយខ្ញុំបែកក្បាលណែឯងត្រូវទៅសងសំណងខ្ញុំគេសងបើអត់ទៅតុលាការប្តឹងគេផងតតុលាការរកឃើញភ័ស្តុតាងហ្នឹងហេតុអីបានគេវាយបែកក្បាលអញ្ចឹងយើងកំពុងតែទាអីគេបើយើងអត់ប្តឹងគេខ្ញុំកំពុងតែឆ្ងល់ហើយយើងអត់មានជំរឿសអីតតែសោះហើយយើងធ្វើអីគេរាល់ថ្ងៃហ្នឹងខ្ញុំកំពុងអត់យល់ហើយប៉ុន្តែបងប្អូនឥឡូវពេលវេលាវាខ្លីណាស់ទៅហើយតាក់ទងនឹងរឿងនាយករដ្ឋមន្ត្រីថៃថ្ងៃនេះគេទៅដល់ប្រទេសបារាំងហើយលោកណាត់សំទោសលោកអនុទិនចាំវរៈគុលធ្វើទស្សនកិច្ចទៅបារាំងជួបលោកម៉ាក្រុងដំណើរទស្សនកិច្ចនោះរហូតដល់ថ្ងៃទី27ហ្នឹងបើតាមចាំដែលប៉ុន្តែគណៈបកប្រឆាំងថៃខាងថៃគេថាទៅនេះដើម្បីរឹតចំណងសាមគ្គីពាណិជ្ជកម្មរឿងបញ្ហាសន្តិសុខរឿងបញ្ហាបច្ចេកវិទ្យារឿងអភិវឌ្ឍរឿងពាណិជ្ជកម្មអីជាមួយនឹងបារាំងទេមិននិយាយរឿងព្រំដែនទេតែមន្ត្រីគណៈបកប្រឆាំងម្សិលមិញរបស់ថៃហ្នឹងលោកណាត់តពងរឿងបញ្ញវុត្តហ្នឹងថាទៅអញ្ជើញលោកម៉ាក្រុងផងកាក់គាត់ឲ្យចូលថៃសិនមុននឹងមកទស្សនកិច្ចខ្មែរនៅខែវិច្ឆិកាដើម្បីសម្របសម្រួលដោះស្រាយបញ្ហារឿងព្រំដែនអីចឹងតាំងដោះស្រាយព្រំដែននឹងបារាំងឯណាមកជួយខ្មែរដោះស្រាយព្រំដែនកើតខ្ញុំអត់យល់ដែរបារាំងអត់អាចដោះស្រាយរឿងព្រំដែនខ្មែរអីកើតទេរឿងតឡាការព្រំប្រទានអន្តរជាតិនិងយុទ្ធធរអន្តរជាតិបារាំងគាត់ជួយជាសម្ព័ន្ធមិត្តជួយដាស់តឿនជួយដុកជួយដានបន្តិចទៅតែប៉ុណ្្នឹងទេបាទឥឡូវចូលដល់សមាជិកប្រឆាំងម្នាក់ទៀតត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារបាទខ្ញុំឡើងដល់ម៉ានហើយ104នាក់ហើយដែលជាប់ពន្ធនាគារសុទ្ធតែជាអ្នកទោសមនសិការនេះគឺជាអត្ថបទរបស់លីកាដូទេគឺគាត់និយាយថាអ្នកដែលជាប់ទោសរបស់គណៈបកប្រឆាំងហ្នឹងគឺឈ្មោះលោករ៉ាវុធបាទគឺទៅជាប់ពន្ធនាគារ3ឆ្នាំពីបទប្រមាថព្រះមហាក្សត្រជំវិញការបង្ហោះសារលើបណ្ដាញសង្គមបាទលោករ៉ាវុធនេះគឺគេចាប់ខ្លួនយូរហើយគាត់ជាសកម្មជនរបស់គណៈបកកម្លាំងជាតិនៅខណ្ឌពូសែនជ័យអាជ្ញាធរចាប់ខ្លួនតាំងពី15សីហា2025ម្លេះបាទខ្ញុំស្លេះរឿងនេះប៉ុណ្ណេះសិនហើយខ្ញុំទៅដល់ព័ត៌មាន2ទៀត3ទៀតដើម្បីឲ្យចប់ខ្ញុំជឿថាមិនចប់ទេនៅខ្ញុំនៅតែចាប់តែរឿងអគ្គរដ្ឋទូតអាមេរិកមិនអាចមាននៅកម្ពុជាដោយសារតែ2ឆ្នាំជាងហ្នឹងតើមូលហេតុអីខ្ញុំនឹងយកទៅប្រើផ្សាយពេលថ្ងៃស្អែកចោះតែរឿងតាក់តងនឹងរឿងតម្លៃប្រេងឆៅប្រែប្រួលតាមខ្យល់នយោបាយអាមេរិកនិងអ៊ីរ៉ង់បាទខ្ញុំនឹងបញ្ចប់ព័ត៌មាននេះត្រង់ថាអញ្ចេះមកដល់ម៉ោងនេះគឺស្ថានភាពអ៊ីរ៉ង់និងអាមេរិកនេះគឺហាក់បីដូចជាហើមស្រក់ទេបងប្អូនព្រោះម្សិលមិញបើតាមឮគឺខាងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកគឺមានសេចក្តីសង្ឃឹមគាត់ថាគាត់មានសុទ្ធិធិនិយមថានឹងមានដំណោះស្រាយហើយតាក់ទងជាមួយនឹងអ៊ីរ៉ង់ហ្នឹងអាចនឹងមានការចរចាមួយហើយព្រោះអីគាត់ថាមានការសម្របសម្រួលដាក់សំណើមកមើលទៅអ៊ីរ៉ង់ដូចជាព្រមច្រើនហើយដល់គ្រាន់តែលឺសូប៉ុណ្ណឹងព្រមច្រើនហ្នឹងទាក់ទងបរិមាណណូណាបងប្អូន
គ្រាន់តែប៉ុណ្ណឹងភ្លាមប្រេងឆៅចុះកំហុកភ្លាមហើយគ្រាន់តែបានប្រហែលប្រមាណម៉ោងស្រាប់តែមេដឹកនាំអ៊ីរ៉ង់គេថាអារឿងអ៊ុយរ៉ាញ៉ូមអីហ្នឹងគឺអត់មានឲ្យអាមេរិកគ្រប់គ្រងទេគឺគេសុកចិត្តយកទៅកំទេចខ្លួនឯងអីចឹងទៅប្រេងឡើងមកវិញភ្លាមចឹងវិញហ្នឹងឃើញទេបងប្អូនតែឥឡូវនេះស្រាប់តែលោកត្រាំថាអត់មានទេបើអាអ៊ីរ៉ង់អាអ៊ុយរ៉ាញ៉ូមមានប្រមាណ900តោន900ផោនប្រហែលជា4-500គីឡូហ្នឹងគឺបើអាមេរិកត្រូវតែចូលទៅយកមកកំទេចចោលនៅអាមេរិកអត់ឲ្យអ៊ីរ៉ង់ចាត់ចែងខ្លួនឯងអាមេរិកអត់ត្រូវការអាហ្នឹងទេប៉ុន្តែយកមកកំចាត់ចោលខ្លួនឯងនៅនេះដើម្បីឲ្យដឹងថាអស់អ៊ុយរ៉ាញ៉ូមកុំឲ្យអ៊ីរ៉ង់មានអាហ្នឹងដើម្បីផលិតបរិមាណណូហើយបើអ៊ីរ៉ង់អត់ព្រមទេគឺមានបញ្ហាគ្នាទៀតគ្រាន់តែប៉ុណ្ណឹងប្រេងឆៅឡើងថ្លៃប្រាវទៀតបាទបងប្អូនតែយ៉ាងណាមើលទៅកាន់តែខិតគៀកទៅដែរហើយព្រោះអីអ៊ីរ៉ង់មើលទៅជៀសមិនផុតពីការព្រមឈប់ផលិតអាវុធបរមាណូនឹងទេព្រោះបើមិនអញ្ចឹងអាមេរិកនឹងវាយកំទេចតិចទីអីអញ្ចឹងណាបងប្អូនរឿងនេះគឺអ៊ីរ៉ង់ក៏ពិបាកដែរព្រោះខ្លួនដឹកនាំប្រទេសបែកផ្ដាច់ការពេកទៅវាអត់មានប្រទេសណាគេគ្រប់គ្រងអ៊ីរ៉ង់សោះអាមេរិករំលោភឈ្លានពានអ៊ីរ៉ង់មិនមែនត្រូវទេណាប៉ុន្តែប្រទេសនៅលើពិភពលោកអត់គ្រប់គ្រងអត់មានណាថ្កោលទោសឬក៏ចង់និយាយថាអត់មានណានៅខាងអ៊ីរ៉ង់ច្រើនដែរព្រោះយើងធ្វើប្រទេសផ្ដាស់យូរឆ្នាំពេកចឹងហើយបានថាមេដឹកនាំយើងគេធ្វើឲ្យប្រទេសមានប្រជាធិបតេយ្យមានសន្តិភាពមានការផ្សះផ្សាជាតិមានអីឲ្យល្អសិទ្ធិមនុស្សនឹងឲ្យត្រឹមត្រូវដើម្បីអីពេលមានរឿងអីជាមួយប្រទេសជិតខាងយើងបានប្រទេសជាមិត្តជួយយើងឥឡូវសំបីកម្ពុជាអត់លីងអត់មានណាជួយយើងម្នាក់ហើយទៅយើងនៅស្រែកតែខ្លួនឯងហើយថៃចេះកិច្ចកុករហូតបាទបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះព្រោះខ្ញុំដល់ពេលទៅចូលធ្វើការរាត្រីសួស្តីដល់បងប្អូនទាំងអស់នៅប្រទេសកម្ពុជាហើយនឹងអរុនសួស្តីបងប្អូននៅទីក្រុងឡុងបិចរដ្ឋ California សូមជម្រាបលាជួបគ្នានៅយប់ស្អែកទៀតបាទ